bom lap telon telom telom ten វិញវិញទៅមានក្រសការសម្បត្តិទៅពីសុខភាពវិច័យមានយុទ្ធបានឡើងសញ្ញាចិត្តក៏អត់អាចទៅវិញគ្រប់ថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថានមន្ត្រីបរិស្ថាននិងនៃគុំវិភូមិមន្ត្រីរាជការទាំងអស់ទីគ្រប់គ្រប់បណ្ឌិតអង្គចំដេតនាយកប្រតិបត្តិប្រចាំប្រទេសវិការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិជាបរិវត្តនិងសិក្សានិស្សិតទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះតាំងមានឲ្យគណៈកម្មការនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិពូចាយខ្ញុំសូមសម្ដែងនៅការគោរពស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះបំផុតចំពោះវត្តមានលោកស្រីនិងសិស្សដែលបានមកចូលរួមក្នុងកម្មវិធីដាំកូនឈើនៅក្នុងតំបន់ប្រែស្អាតបាទសហគមន៍តំបន់ការពារធម្មជាតិពូចាយនៃសេដ្ឋកិច្ចវិជ័យដែលស្ថិតនៅក្នុងភូមិវិជ័យភូមិសន្តិភាពស្រុកទីបានខេត្តសង្ក្រែនាថ្ងៃនេះឆ្លៀតក្នុងឱកាសនេះក្នុងនាមប្រធានសហគមន៍តំបន់ការពារធម្មជាតិវិជ័យខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គាំទ្រដល់ស្ថាប័នអង្គការដៃគូក្នុងគោលបំណងរួមចំណែកនឹងការគិតគូរចំពោះកិច្ចការដាំស្ដារព្រៃឈើឡើងវិញដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ព្រៃសហគមន៍ក៏ដូចជាយុទ្ធជាតិវិជ័យឲ្យកាន់តែប្រសើរមានព្រៃសត្វព្រៃក្នុងតំបន់អេកូទេសចរពីច្រើនកន្លែងធនធានធម្មជាតិទាំងអស់នេះបានគ្រប់គ្រងដល់ការរស់នៅនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងនិងក្រៅសង្គមដែលពឹងអាស្រ័យលើធនធានធម្មជាតិតាំងពីដូនមកព្រៃឈើអាយុជីវិតរបស់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានសារជាថ្មីម្ដងទៀតនិងជាទីបញ្ចប់តាំងនាមឲ្យសហគមន៍តំបន់ការពារធម្មជាតិពូជ័យខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីបរិស្ថានខេត្តសង្ក្រែនិងអង្គការជាតិនិងអន្តរជាតិក្រុមជំនួយឧបត្ថម្ភពីគម្រោងមូលនិធិ Franclenia ដែលបានជួយគ្រប់គ្រងថវិកាសម្រាប់ការដាំស្ដារព្រៃឈើលើវិញនេះសូមប្រសិទ្ធពរជ័យដល់គណៈបតីលោកស្រីនិងសមាជិកអង្គការអង្គពិធីទាំងមូលនឹងឲ្យជួបនឹងពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំ3lênទៀតឡើយបាទសូមអរគុណអរគុណបាទជាធម្មសម្រុកលោកអបារមត្រង់បាទលោកអនុធានកាយឡៃកញ្ញាខៃអង្គពូបងសហគមន៍ក៏ដូចជាបងប្អូនជាការចូលរួមដ៏សំខាន់មួយដើម្បីលើកកម្ពស់ការងារអភិរក្សរបស់យើងបាទហើយនេះជាតម្លៃរបស់យើងដែលយើងចូលរួមដើម្បីស្ដារព្រៃគម្រោងព្រៃឡើងវិញដើម្បីបន្ថែមឲ្យយើងបានន័យថានៅក្នុងតំបន់របស់យើងក៏ដូចជាសហគមន៍របស់យើងមានគម្រោងព្រៃកាន់តែច្រើនថែមទៀតដែលមានសារៈប្រយោជន៍សំខាន់បាទសម្រាប់មនុស្សនិងធម្មជាតិបាទអញ្ចឹងកាលណាយើងថ្ងៃយើងរស់នៅយើងអាស្រ័យលើធម្មជាតិផងមិនអញ្ចឹងណាបាទអញ្ចឹងបើសិនធម្មជាតិល្អផ្ដល់នូវសារៈប្រយោជន៍ល្អដល់យើងគឺយើងអាចទទួលបាននូវប្រព័ន្ធអេកូឡូស៊ីហើយអនាគតសម្រាប់ការរស់នៅរបស់យើងជាប្រចាំបាទលើកងាយស្រួលទី1ជាជំរកជាមនុស្សបាទជាជំរកសត្វជាកន្លែងដែលមានជីវៈចម្រុះហើយជីវៈចម្រុះនេះមានសារៈសំខាន់សម្រាប់មនុស្សបាទយើងសូមលើកខ្លីៗអញ្ចឹងហើយអ្វីដែលសំខាន់ការចូលរួមថ្ងៃនេះគឺជាសកម្មភាពមួយសំខាន់ហើយប៉ុន្តែសូមឲ្យអង្គពូបងជាសហគមន៍ជាពិសេសទៀតបងប្អូនយុវជនសិស្សនិស្សិតជួយផ្សព្វផ្សាយបន្តទៀតណាដើម្បីឲ្យប្រជាពលរដ្ឋជាពិសេសមិត្តភក្តិយើងទាំងអស់ឲ្យស្រឡាញ់ធនធានធម្មជាតិចូលរួមការពារមិនបាច់ចាំមកតាមអញ្ចឹងក៏បានដែរគ្រាន់តែនោះជួយនិយាយបន្តគ្នាការពារព្រៃឈើផងណាដើម្បីប្រយោជន៍សហគមន៍យើងដើម្បីប្រយោជន៍ជាតិរបស់យើងអាហ្នឹងក៏យើងការពារដែរនេះជាការចូលរួមចំណែកមួយយ៉ាងសំខាន់បាទខ្ញុំមិនបន្តច្រើនទេខ្សែជំដៅហើយជាចុងបញ្ចប់សូមគោរពអរគុណជាពិសេសដល់លោកអបារមស្រុកលោកធានទីហើយនឹងលោកអនុធានកាយឡៃនៃកិច្ចការសហគមន៍ហើយបងប្រធានសហគមន៍ដែលបានជួយចូលរួមនៅថ្ងៃនេះហើយនឹងបងប្អូនជានរៈអង្គពូបងដែលគ្រប់ជួយចូលរួមហើយនឹងសូមគ្រប់ជូនពរសុខភាពល្អសុខភាពល្អសំខាន់មែនទែនណាសុខភាពល្អដើម្បីយើងទទួលបានជោគជ័យនៅគ្រប់ភារកិច្ចទាំងអស់បាទហើយជាពិសេសមួយសំខាន់គឺភារកិច្ចនៃការអភិរក្សធនធានធម្មជាតិរបស់យើងបាទសូមអរគុណតាមឡើងវិញល្មមបានប៉ុណ្ណេះគឺថាប្រហែលឆ្នាំតែយើងទៅឲ្យឯងដល់មានការបំផ្លាញគឺព្រោះចឹងធនធានអត់គឺធនធានសំខាន់បំផុតសម្រាប់យើងអត់ទេលោកមិនបានលើកឡើងថាវិជា
ធ្វើឲ្យជីវៈចម្រុះក្នុងតំបន់ជីវៈចម្រុះយើងដឹងថាមានអីខ្លះពួកសាស្ត្រទាំងអស់ជីវៈចម្រុះហើយតមកវាឈើគឺវានាំមកនៅអីខ្លះឆ្នាំអាហារមិនអាហារបេះបាច់បេះព្រីងមិញអាហារសិតតមកអាចរហូតដល់អាពីអីផ្សេងៗខ្លះណាតែយើងទទួលបានពីព្រៃឈើមួយទៀតសម្រងណាវាបានទូសម្រងនេះមិនចឹងឯងសម្រងទាំងអស់នេះបង្ហាញពាក់ព័ន្ធនឹងធនធានព្រៃឈើគឺបានជួយយើងច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទហើយបើសិនជាអស់ព្រៃឈើគឺយើងក៏ចប់ដែរទាំងអស់នៃជំនាញនេះគឺអស់ហើយមួយទៀតពាក់ព័ន្ធនឹងអាកាសធាតុចបជុកដែលគួរថែយ៉ាងណាស្ងួតគឺពាក់ព័ន្ធនឹងតាមព្រៃឈើដែរយើងឃើញថាពីមុនមានអីហើយមានអីពីមុនមានជីវៈចម្រុះច្រើនមានព្រៃច្រើនមានសត្វច្រើនប៉ុន្តែឥឡូវគឺហត់ថយទៅហើយតាមមនុស្សណាតាមមនុស្សមកខ្លាញ់ផងតមកគឺសិតតែនិយាយទៅការតាមទាំងអស់ពាក់ព័ន្ធការហូរច្រកវិស័យវាទៅចាក់នៅបឹងកពាំងអស់នេះធ្វើឲ្យរីងរ៉ាក់ទីស្នាក់អាស្រ័យរបស់ពួកជីវៈចម្រុះក៏ដូចជាពួកអង្គការជាតិចូលដែរនេះគឺជាកត្តាសំខាន់ណាស់ព្រៃឈើនេះហើយនៅពេលនេះគឺយើងតាមនេះគឺពីគោលនយោបាយតាមនេះគឺមិនអាចឧទាហរណ៍ព្រៃយើង70 ហិកតាគឺយើងតាមតែពីហិកតា3ហិកតាវាជានយោបាយដើម្បីឲ្យយើងទទួលថាការតាមការថែទាំយើងហត់ណាស់ហើយយើងបានហ្នឹងគឺបងប្អូនមកតាមតបបងប្អូនអស់លុយច្រើនណាស់អត់ជាគោលនយោបាយដើម្បីបង្ហាញថាការតាមឡើងវិញលើកទឹកចិត្តឲ្យយើងថែនោះតែអាធំហ្នឹងគឺដើរមកគឺយើងខំតាមយ៉ាងមកគឺទៅប្រហែលទុំ60% 70% ចុះឧទាហរណ៍យើងខំតាមឆ្នាំបានហ្នឹងបើទៅសួរថាយើងកាប់រៀនស្ដាយពីជឿមានស្រាប់ទេហើយទីតាំងនេះតាមក្នុងសន្តានគឺកន្លែងខ្លះគឺជាសំការពលាចូលចាស់តែទុកចោលក៏ប៉ុន្តែកន្លែងខ្លះគឺរត់ដោយសារការកាប់ផ្លាយគឺយកឈើហ្នឹងមកនេះអាជីវកម្មឈើច្រើនពីដើមមកណាជាតិប៉ុន្តែឥឡូវគឺក្រោមការគោលនយោបាយរបស់រដ្ឋាភិបាលហើយក្រោមការពង្រឹងការអនុវត្តច្បាប់គឺទៅសម្មិចគ្រប់ស្ថាប័នអញ្ចឹងបងប្អូនសហគមន៍នៅទីនេះគឺសហគមន៍អូចាយនេះគឺត្រូវមិនចូលរួមគ្រប់ស្ថាប័នទាំងអស់ពាក់ព័ន្ធការអភិរក្សនេះពួកអីមន្ត្រីយើងមានប្រមាណអ្នកទេនៅក្នុងនេះណា12អ្នកតែគ្រប់គ្រងគឺ12អ្នក24អ្នកសិបាន24អ្នកគ្រប់គ្រងព្រៃឈើប្រហែល40,000តាតែមានព្រៃរបស់រាជពលិក13,000ណាខាងពលិកនេះគឺឧទ្យានជាតិពិសេសសិបាន28,000 បូកមើល28 30,000ចូល30 40បាត់ហើយបន្តមកនៅវគ្គទី10,000ទៀតណាហើយនៅទូរបស់យើងមានប្រព័ន្ធការទៀតធំណាស់ហើយកម្លាំងសំខាន់កម្លាំងបងប្អូននេះគឺជាផ្នែកជាមុខគឺជាអ្នកផ្ដល់ព័ត៌មានអាចចាប់បានជនល្មើសអាចចាប់បានតាក់ទងទៅមន្ត្រីមានសមត្ថកិច្ចជាបំផុតបាទដើម្បីជួយទប់ស្កាត់នេះរស់នៅក្នុងសង្គមត្រូវតែអនុវត្តច្បាប់ហើយតែអ្វីដែលយើងទប់ស្កាត់បានចូលទៅកម្មជឿមានអីមានតាមទេតាមដែលយើងចង់និយាយថាបន្តិចទៀតនេះយើងនឹងចូលដល់ថ្ងៃទី9ខែកក្កដាយើងមានរុក្ខទិវាមួយដែលរៀបចំដោយក្រសួងកសិកម្មនិងខាងបំពេញនេសាទគេនឹងរៀបចំតាមទូទាំងប្រទេសដូចយើងបរិស្ថានជាតិនិងបរិស្ថានពិភពលោកអូខេឆ្នាំមិថុនារៀងរាល់ឆ្នាំយើងបានធ្វើនៅទូទាំងពិភពលោកក៏ដូចជានៅកម្ពុជាហើយខ្ញុំក៏មានមោទនភាពដែរដោយសារខ្ញុំជាអ្នកបរិស្ថានទី1ហើយមានខ្លួនស្រីមួយដែលកើតចំខែ5ខែមិថុនាដែរសូមអរសាទរបាទខ្ញុំគិតថានេះក៏ទី11ហើយខ្ញុំចង់និយាយថាការដាំឈើនេះគឺជាការយកចិត្តទុកដាក់មិនមែនត្រឹមតែថ្នាក់ទីក្រសួងបរិស្ថានទេគឺគ្រប់ទាំងអស់គ្នាយើងមានការចូលរួមពីក្រមហេតុសាស្ត្រពីស្ថាប័នពាក់ព័ន្ធពីដៃគូវិវត្តវិស័យឯកជនបងប្អូនទាំងអស់គ្នាជាពិសេសបងសិស្សដែលជាចំនួនក្រោយយើងបន្តលើកទឹកចិត្តរំលឹកបៃតងឲ្យយើងឆ្លៃភាពបៃតងបរិស្ថានបច្ចុប្បន្ននេះគឺយើងផ្ដោតទៅលើវិស័យចក្រា3គឺភាពស្អាតភាពបៃតងនិងជីវភាពស្អាតនេះគឺស្អាតអីស្អាតនៅលើដីទឹកហើយនិងខ្យល់នេះជាសម្ដីរបស់ឯកឧត្តមយើងសុផលឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកបានចាប់អារម្មណ៍បញ្ហានេះគឺយើងថាការដាំសារព្រៃឈើនេះវានាំនៅភាពប្រតិជនដូចបងប្រធានមន្ត្រីបានចាប់អារម្មណ៍បាញ់មិញអញ្ចឹងគឺមិនអាចខ្វះបានទេយើងមិនមែនដាំតែសម្រាប់យើងបច្ចុប្បន្នទេក៏សម្រាប់កូនចៅយើងជំនាន់ក្រោយដែរហើយយើងមានព្រៃឈើយើងមានការទាក់ទាញទឹកភ្លៀងមានខ្យល់បរិសុទ្ធយើងអាចដកដង្ហើមបានល្អដោយការបញ្ចេញអុកស៊ីហ្សែនពីរុក្ខជាតិហើយរុក្ខជាតិបានបឺតយកស្មានកាបូនិកទៅទងដើមរបស់វាផងដែរហើយយើងឃើញថានៅកន្លែងនេះសិស្សយើងចាប់ដើមមានការយល់ច្រើនហើយបើយើងពីមុនខ្ញុំនិយាយថាយើងមានសក្តានុពលទេសចរធម្មជាតិថាយើងពិបាកស្ដាប់គាត់និយាយថាយើងមានអំណោយផលផ្នែកទេសចរតែឥឡូវយើងចេះច្រើនហើយយើងមានការប្រវត្តិច្រើនហើយបងប្អូនបង្ការពង្រឹងទុនធាននោះគឺសំខាន់មែនទែនថ្ងៃនេះតាមពិតទៅអភិបាលស្រុកក៏ចង់ចូលរួមដែរតែយើងមានកម្មវិធី3ជាន់គ្នាធំគឺទី1គឺយើងសម្ពោធសាលាបឋមសិក្សាសិបានទី2យើងធ្វើទីជាបានតាមសាលាស្រុកទី3គឺទីនេះអញ្ចឹងគាត់ចាត់ឲ្យចូលរួមនេះគាត់ស្អាតដែរគាត់ចង់ចូលរួមដើម្បីគាត់ចង់ដឹងថាតើព្រៃឈើឲ្យសហគមន៍ចាយមានកន្លែងណាហើយខ្ញុំក៏លើកទី1ដែរដល់ឆ្នាំទៅអាបារោម្នាក់គាត់ចូលរួមហើយខ្ញុំក៏ចូលនៅខេត្តអញ្ចឹងជាន់កម្មវិធីគ្នាអញ្ចឹងថ្ងៃនេះខ្ញុំបានលើកទី1ហើយខ្ញុំសូមជម្រាបលោកស្រីដែលជាសហគមន៍ដែរថា
កាលឆ្នាំ2022ដែលខ្ញុំជាវិធានក្រុមដឹកនាំចុះស្រង់តនន័យបងប្អូនជាប្រវត្តិតាមភូមិចំនួនគាត់ដែលយល់ច្រឡំថាក្រុមការងារចុះស្រង់តនន័យបាតដីបងប្អូនជាប្រវត្តិក្នុងជាជាតិចៃជាជាតិហ្នឹងគាត់ថាបានកាត់ដីបានអត់ដីជូនគាត់អញ្ចឹងគាត់ទៅប្រព្រឹត្តអត់មកអញ្ចឹងគុំឲ្យយល់ច្រឡំតាមទៅគាត់ដែលយើងចុះស្រង់ឲ្យចង់ដឹងថាតើគ្រួសារគាត់មានដីនៅខ្លះដីនឹងជាដីប្រភេទអីដីស្រែឬក៏ដីឋានទេចឹងដល់ពេលនេះហើយយើងឈប់យកច្រឡំទៀតទៅយើងរួមគ្នាផ្សព្វផ្សាយក្នុងថាច្បាប់ឥឡូវគឺតាំងដល់ហើយពាក់ព័ន្ធនឹងច្បាប់ទម្លាប់នេះបងប្អូននេះតាំងអស់គ្នាហើយយើងផ្សព្វផ្សាយជំរឿនតាមរយៈនៃការចូលផ្សព្វផ្សាយផ្ទាល់ឬតាមរយៈនៃការប្រជុំក្រុមសាដែលមានសហគមន៍ចូលរួមតាមឡាបាទហើយខ្ញុំសូមជម្រាបជូនដែរថាកាលពីថ្ងៃទី11ខ្ញុំទៅប្រជុំនៅក្រសួងដែនដីពាក់ព័ន្ធនៅនឹងខាងដែនដីគាត់ស្នើសុំទៅក្រសួងហ្នឹងដើម្បីស្នើសុំទៅក្រសួងកសិកម្មផងក្រសួងបរិស្ថានផងស្នើសុំកាត់ជ្រៀលដីសហគមន៍2គឺសហគមន៍អូចាយអូពីនដែលខាងដែនដីគេចំបងវែងគូសចេញពីខាងទីហើយធ្វើគាត់បង្ហាញនៅក្នុងក្រសួងតែជាឯកសារថាដល់បាក់លោករដ្ឋមន្ត្រីសាយស្ដាប់គាត់មិនទាន់អនុញ្ញាតឲ្យកាត់ជ្រៀលជូនសហគមន៍គ្រប់ទេគាត់នឹងឲ្យក្រុមការងារថ្នាក់ជាតិចុះមកដឹកចាត់នឹងសូមជម្រាបឲ្យដឹងដល់គ្នាណាហើយយើងគិតថាដី 4,800 របស់សហគមន៍អូចាយគឺជារបស់ខ្ញុំមានសិទ្ធិគ្រប់គ្រងចាត់ចែងអត់បានទេគឺមានជំនាញក្រសួងទូទីគាត់នៅទីស្រាប់សូមជម្រាបផ្សព្វផ្សាយបន្តទៀត